បន្តសួស្តីបងប្អូនទាំងគ្នាចឹងថ្ងៃនេះយើងមកបន្តអំពីការប្រើប្រាស់នៅកម្មវិធី Ultimate File Mini ហើយនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពីការស្វែងរក sequence ដោយស៊ីម៉ាំងហើយមួយទៀតគឺពាក់ព័ន្ធជាមួយនឹងការស្វែងរកតម្លៃ resistance របស់ដោយស៊ីម៉ាំងឬក៏គេហៅថា oxygen sensor ឬក៏ F2 ratio ចឹងនៅក្នុងនេះគឺខ្ញុំនិយាយអំពីពីរចំណុចធំៗនៅក្នុងវីដេអូនេះចឹងជាដំបូងគឺយើងដូចសពមួយដងអញ្ចឹងយើងជ្រើសរើសឆ្នាំផលិតអញ្ចឹងបងប្អូនចង់មើលឆ្នាំណាបងប្អូនចូលមើលនៅក្នុងហ្នឹងទៅជ្រើសរើសឆ្នាំផលិតជ្រើសរើសម៉ាករថយន្តជ្រើសរើស model រថយន្តបន្តមកទៀតគឺចូលពាក្យ repair អញ្ចឹងបន្ទាប់ពីចូលពាក្យ repair ហើយគឺបងប្អូនឃើញបាទចំណុចខាងឆ្វេងដៃគឺមានចំណងជើងអត្ថបទប៉ុន្តែយើងចូលយកពាក្យគឺ wiring diagram បន្ទាប់ពីចុចចូល wiring diagram ហើយគឺយើងចូលបាទ system wiring diagram គឺចំណុចមួយលើបន្ទាប់ពីចូល system wiring diagram ហើយគឺយើងចូលមួយទៀតគឺ engine performance អញ្ចឹងកន្លែងនេះពេលដែលបងប្អូនចូលមកដល់ចំណុចហ្នឹងគឺចុចនៅលើ engine performance ហ្នឹងគឺយើងនឹងឃើញចំណុចជាច្រើនប៉ុន្តែអ្វីដែលយើងកត់សម្គាល់ហ្នឹងគឺមានតែផ្នែកមួយទេគឺគេដាក់ 3.0L 3.0L ហ្នឹងគឺ 3.0 លីត្រណាបន្ទាប់ពីនៅក្នុងហ្នឹងគឺគេមាន finger ទី12 13 14 15ហ្នឹងគឺមានទាំងអស់គឺ4 page ដូចខ្ញុំបង្ហាញបាទខាងស្ដាំដៃនេះអញ្ចឹងគឺ page ទី1ទី2ទី3ទី4ដោយសារតែកន្លែងនេះទូចពេកខ្ញុំអត់អាចបង្ហាញឲ្យអ្នកទាំងអស់គ្នាឃើញអញ្ចឹងចាំបង្ហាញនៅក្នុងកម្មវិធីផ្ទាល់តែម្ដងបន្ទាប់ពីយើងចូលនៅក្នុងហ្នឹងហើយយើងអាចធ្វើការស្វែងរកនេះធ្វើការស្វែងរកគឺអានេះគេហៅថា air flow ratio គឺ bank 2 sensor 1ហើយនិង bank 1 sensor 1គឺបើយើងនិយាយភាសាជាងគេហៅថាទី1គេហៅ air flow ratio ហើយចំណុចទី2គឺ oxygen header oxygen sensor គឺ bank 1 sensor 2គឺអាទី2 sensor ទី2គេហៅថា oxygen sensor អញ្ចឹងនេះជា sequence របស់វាជាក់ស្ដែងគឺមានជើង4សរសៃមានខ្សែ4សរសៃមានពណ៌តាមនឹងអញ្ចឹងទៅបន្តមកទៀតខ្ញុំបង្ហាញអំពីទីតាំងថាតើអាមួយណាគេហៅ oxygen sensor អាមួយណាគេហៅ air flow ratio អញ្ចឹងនៅក្នុងនេះយើងមានរបៀបនៃការវាស់ដូចបាទភ្លើង B បូកហើយនឹងខ្សែមួយទៀតគឺបាទធា HT ណាបន្តមកទៀតយើងបង្ហាញកន្លែងនេះគឺបាទអាលើពីរនេះគេហៅ air flow ratio គឺ bank 1 sensor 1ឬក៏ bank 2 sensor 1ហើយនេះអាផ្នែកខាងក្រោមនេះហើយនឹងអាមួយនេះគេហៅ header oxygen sensor បាទអញ្ចឹងតម្លៃ resistance វាខ្ញុំមានបានបង្ហាញនៅក្នុងនេះដែរគឺសម្រាប់ air flow ratio បើសិនជាយើងបាទកម្ដៅត្រឹមតែ20អង្សាមានន័យបរិយាកាសយើងនៅក្រៅចន្លោះអូមវាគឺ 0.8 ទៅដល់ 1.4 អូមហើយចំណែកឯ oxygen sensor គឺ11ទៅដល់16អូមបាទនៅក្នុងលក្ខខណ្ឌដែលសីតុណ្ហភាពធម្មតាគឺត្រជាក់ទូទៅអញ្ចឹងកុំឲ្យខាត់ពេលវេលាយូរគឺយើងចូលទៅក្នុងកម្មវិធីតែម្ដងទៅដោយសពមួយដងអញ្ចឹងបងប្អូនជ្រើសរើសឆ្នាំជ្រើសរើសម៉ាកជ្រើសរើស model ហើយចុច repair បន្តមកទៀតគឺយើងចូល wiring diagram បាទ diagram system wiring diagram បន្តមកចូល engine performance បន្តមកទៀតយើងឃើញគេដាក់ 3.0L គឺមាន finger 12 13 14អញ្ចឹងយើងចូលទី1មកបន្តមកទៀតយើងធ្វើការបាទពង្រីកដើម្បីធ្វើការស្វែងរកទៅលើដូចស៊ីម៉ាំងឬក៏ oxygen sensor ហ្នឹងនៅ page នេះគឺអត់មានទេគឺនៅ page បាទទី2បាទចាំតិចនេះអានេះគេហៅ air flow ratio គឺ sensor 1 bank 2 sensor 1 bank 1 sensor 1ហ្នឹងគឺ air flow ratio ហើយអានេះគេហៅ header oxygen sensor បាទអញ្ចឹងនេះខ្សែពណ៌black red គឺពណ៌ខ្មៅឆ្នូតក្រហមគឺជើងទី2គឺជាខ្សែភ្លើងហើយនេះដូចគ្នាជើងទី2ជើងទី2ទាំងអស់ខ្សែភ្លើងហើយវាមានខ្សែ signal 2ចំពោះsensor ទី1គឺមានខ្សែ3សរសៃចូលបតហើយ sensor ទី2វាមានម៉ាស់ពីបតពជា1ហើយនឹងខ្សែ2សរសៃចូលបតដូចគ្នា
ចឹងនៅក្នុងវីដេអូនេះខ្ញុំមានការបង្ហាញប៉ុណ្ណឹងទេហើយបើសិនជាបងប្អូនមានចម្ងល់អីបន្ថែមពាក់ព័ន្ធជាមួយការប្រើប្រាស់នៅកម្មវិធី Advanced File នេះអាច comment បន្តនៅខាងក្រោមវីដេអូបានអរគុណ